បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំបាទទៀតបងថ្ងៃនេះខ្ញុំមកកន្លងដុំដើម្បីយើងសិក្សាយ៉ាន់រតេះកង់រមាក់វង12 13យ៉ាន់12 13នេះខ្ញុំកំពុងតែរៀបចំកន្លងហ្នឹងបងអានេះប្រើប្រភេទប្រដាងដុំនឹងមួយប្រើ4បងប្អូនអញ្ចឹងវាអត់ងាយបែកទេបងប្អូនយើងកន្លងដុំនឹងហើយយើងយកយ៉ាន់មកកន្លងទេបងកន្លងយ៉ាន់ហើយយើងយកទៅតម្រង់អូច្រើនកលៈតម្រាំបានលុយគឺច្រើនកលៈបងប្អូនកន្លងហើយយកកន្លងដុំហើយកន្លងយ៉ាន់ហើយយកទៅផ្សារភ្ជាប់ដើម្បីតម្រង់យើងតម្រង់ត្រង់ហើយទៀតយើងយកទៅខ្សាកបុកកម្មទៀតបងប្អូនហ្នឹងហើយការងារមិនងាយទេការងារត្រូវស៊ូវាពិបាកណាស់បងប្អូនតម្រាំបានលុយគេហត់បន្តិចហើយជីវិតជាងតែប៉ុណ្ណឹងបងប្អូនបើយើងមិនចេះច្នៃមិនចេះប្រឌិតទេច្នៃប្រឌិតទេគឺវាអត់អាប់ដេតខ្លួនយើងទេបងប្អូនហើយវីដេអូនេះដែរបើសិនជាបងជាងណាតែត្រូវការរមាក់រទេះគ្រប់មុខរទេះសំងរទេះអង្គរទេះរុញស្រូវរទេះនិយាយរួមគ្រប់ប្រភេទរមាក់គ្រប់ប្រភេទຂະຫນາດតូចຂະຫນາດធំឯអាចតំណតំណងបានបងប្អូនតំណតំណងខ្ញុំមកជាងពៅសាថ្នល់តតឹងចុះមកពីផ្លូវជាតិលេខ2ចម្ងាយប្រហែលជាដី1គីឡូដល់ហើយបងប្អូនសិប្បកម្មជាងពៅទទួលដំឡើងរមាក់គ្រប់ប្រភេទនឹងមានក្រឡឹងចង់ក្រឡឹងដៃក្រឡឹងអាវ៉ាន់អីមេឲ្យខ្ញុំជួយធ្វើការងារហ្នឹងបានបងប្អូនតាក់ទងខ្ញុំមកហ្នឹងហើយអានេះប្រើប្រាង6209ហ្នឹងហើយវីដេអូនេះដែរបងប្អូនទស្សនាបន្ត